ជាវីដេអូរបៀបមើលស្ថានភាពចរាចរណ៍នៅតាមផ្លូវនានានៅក្នុង Google Map បាទហើយយើងគ្រាន់តែចូលកាន់ app Google Map មកហើយយើងចុចកន្លែងរូបនេះបាទហើយវាមានពាក្យថាចរាចរណ៍យើងចុចមកបាទយើងចុចបិទមកវិញមកអញ្ចឹងយើងមានឃើញស្ថានភាពចរាចរណ៍នៅក្នុងបាទនេះក្នុងផែនទីក្នុងទីក្រុងភ្នំពេញហើយយើងឃើញមាន4ពណ៌បាទទី1ពណ៌បៃតងបានន័យថាគឺអត់ស្ទះទេហើយទី2គឺពណ៌លឿងបានន័យថាវាទៅបានតែលក្ខណៈយើងយឺតហើយមួយទៀតគឺពណ៌ជើងជ្រូកបានន័យថាវាស្ទះជាប់នឹងហ្មងបាទវាអត់សូវទៅមុខទេគឺជាប់ត្រឹងហើយពណ៌ក្រហមនោះគឺវាទៅមុខបានខ្លះបាទហើយពណ៌លឿងគឺវាទៅមុខបានគ្រាន់បើជាងពណ៌ក្រហមបាទអញ្ចឹងវាមាន4ពណ៌នៅលើ Google Map អញ្ចឹងបើសិនជាអ្នកនរធ្វើដំណើរទៅណាអាច check មើល Google Map ជាពិសេសពេលល្ងាចឬក៏ម៉ោងធ្វើការហ្នឹងគឺមានការកកស្ទះខ្លាំងណាស់យើងអាច check Google Map ដើម្បីប្រើប្រាស់ផ្លូវផ្សេងទៀតដែលវាមិនសូវស្ទះបាទអរគុណសូមជម្រាបលា